បាទជំរាបសួរពុកម៉ែពូមីងបងប្អូនបាទថ្ងៃនេះចង់មកនិយាយលេងជាមួយពុកម៉ែពូមីងបងប្អូនបាទតើថ្ងៃនេះថ្ងៃច័ន្ទពុកម៉ែពូមីងបងប្អូនសុខសប្បាយជាទេបាទហើយខ្ញុំថ្ងៃនេះទៅចេញពីធ្វើការពុកម៉ែបងប្អូនបាទនិយាយទៅខ្ញុំចូលម៉ោង7ចេញម៉ោង7ពុកម៉ែបងប្អូនបាទអញ្ចឹងមកធ្វើវីដេអូនិយាយលេងជាមួយពុកម៉ែពូមីងបងប្អូនបន្តិចបាទនៅថ្ងៃនេះពុកម៉ែពូមីងបងប្អូនចេញសម្រាប់ពីការងារនៅម៉ោង7ហើយពុកម៉ែបងប្អូនបាទចំណែកខ្ញុំចេញនៅទូហូបបាយហូបអីមុខទឹកហើយសម្រាប់ឡើយពុកម៉ែបងប្អូនបាទហើយចង់និយាយពីរឿងបញ្ហាបន្តិចបន្តួចពុកម៉ែបងប្អូនបាទដូចជាបញ្ហាអ្នកបើកបរតាមផ្លូវថ្នល់ពុកម៉ែបងប្អូនដូចរស់ស្ទីលដែលគាត់ធ្វើការរោងចក្រជាមួយខ្ញុំក្តីរោងចក្រផ្សេងក្តីគាត់បើកបរបាទលឿនណាស់ពុកម៉ែបងប្អូនបាទហើយគាត់បើកបរគោរពច្បាប់ចរាចរណ៍តែគាត់បើកបរទៅពីលើផ្លូវឡានពុកម៉ែបងប្អូនបាទអញ្ចឹងបងប្អូនចង់មានន័យថាគាត់គួរតែបើកបរដូចជាផ្លូវយើងពុកម៉ែបងប្អូនបាទផ្លូវទី3គឺផ្លូវម៉ូតូបាទចឹងផ្លូវទី1នោះគឺផ្លូវឡានគេសម្រាប់វ៉ាបងប្អូនបាទដែលជាប់ទ្រុងខ្នល់គឺខាងឆ្វេងជាប់នឹងទ្រុងកណ្ដាលខាងឆ្វេងមកអស់ហ្នឹងគឺផ្លូវឡានទី1បាទហើយចំណែកផ្លូវទី2គឺផ្លូវកណ្ដាលបងប្អូនបាទក៏ផ្លូវឡានដែរហើយចំណែកផ្លូវទី3ខាងស្ដាំដៃបងអស់គឺផ្លូវម៉ូតូយើងបងប្អូនបាទដែលអញ្ចឹងគាត់បើកបរទៅពីពេញខ្នល់ដោយបាទដូចនេះនេះស្ដីខ្ញុំឲ្យពុកម៉ែបងប្អូនទស្សនាបាទនេះពុកម៉ែពុំមីងបងប្អូនទស្សនាទៅបាទមើលគាត់បើកបរទៅពីពេញខ្នល់គេអញ្ចឹងហើយចុះឡានមកបើគេបញ្ញាប់បាទពុកម៉ែបងប្អូនបាទនេះផ្លូវដែលខ្ញុំបើកនេះគឺផ្លូវទី3ហើយបើគាត់អត់ទេគាត់បើកផ្លូវទី2និងទី1គេពុកម៉ែបងប្អូនបាទអញ្ចឹងពុកម៉ែបងប្អូនទស្សនាទៅបាទបើម្នាក់នេះគេបើកត្រូវនឹងមនុស្សបើកផ្លូវទី2ហ្នឹងគេនឹងមានម៉ូតូមួយទៀតបាទបើកផ្លូវទី3ហើយបើឡានធំមកវាគៀវាអីទៅស៊ូគ្រោះថ្នាក់បណ្ណាស្លាប់បណ្ណាបាក់ដៃបាក់ជើងដាច់ដៃដាច់ជើងបណ្ណាគេគឺយើងអ្នកបើកម៉ូតូហ្នឹងឯងពុកម៉ែបងប្អូនបាទមើលផ្លូវខ្ញុំបើកនេះគឺផ្លូវម៉ូតូហើយផ្លូវវាធំតែយើងបើកមកពុកម៉ែបងប្អូនបាទកុំឲ្យតែយើងបើកទន្ទឹមគ្នាយើងបើកម្នាក់មួយផ្សេងគ្នាមកពុកម៉ែបងប្អូនបាទបើគាត់បើកមកទៅជាផ្លូវទី1ផ្លូវទី2ផុនឡានហើយចាំបើឡានគេមកបញ្ញាប់ដែរទៅវាមានបញ្ហាអីកើតឡើងពុកម៉ែបងប្អូនបាទអញ្ចឹងមើលគាត់បើកបរពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំនៅបើកនេះខ្ញុំនៅបើកផ្លូវទី3ពុកម៉ែបងប្អូនបាទហើយមើលគាត់បើកផ្លូវទី2បាទហើយនឹងឈានចូលដល់ផ្លូវទី3ហើយគាត់បើកបរអញ្ចឹងពុកម៉ែបងប្អូនបាទវាធ្វើឲ្យមានបញ្ហាគ្រោះថ្នាក់ខ្លួនឯងដូចជាឡានក៏គាត់បញ្ញាប់ហើយម៉ូតូជិតដល់ម៉ោងធ្វើការក៏គាត់បញ្ញាប់មកសិតតែបញ្ញាប់រៀងខ្លួនបងប្អូនអញ្ចឹងយើងអត់គ្រប់ច្បាប់ចរាចរណ៍យើងអត់គ្រប់គ្នាបន្តិចម្នាក់អញ្ចឹងវាមានបញ្ហាគ្រោះថ្នាក់ឡើងអញ្ចឹងដូចថ្ងៃមុននៅមករោងចក្រចូលផ្លូវរោងចក្រខ្ញុំគឺមានបញ្ហាគ្រោះថ្នាក់ដល់ស្លាប់ទាំងប្រុសទាំងស្រីបងប្អូនគឺមានការបុកដូចជាប្រុសធ្វើជាងឡាននៅសាលាលេខ5ហ្នឹងគាត់ក៏បែកទៅត្បូងវឹងមកពេលហើយត្រូវនឹងស្រីម្នាក់បាទគាត់ចេញពីរោងចក្រទឹកផឹកមកគាត់ដល់ម៉ោងទៅផ្ទះដែរបងប្អូនបាទដល់ហើយគាត់ក៏បានបើកឆ្លងវឹងមកគាត់ថាបញ្ញាប់ងាយបញ្ញាប់ទៅដាំបាយកូនហូបហើយនឹងម៉ូតូនោះបើកលបឿនបន្តិចទេបងប្អូនបាទលបឿនចូលលក្ខណៈប្រហែលជា80 90បាទលបឿនបាទជិត100អញ្ចឹងគាត់ក៏លឿនគាត់អានតែគាត់ទៅត្រង់បាទហើយនោះមកវឹងអានតែមើលទៅដូចទលាយហើយមានអីមកបុកគ្នាមកគៀនចើមហ្នឹងបងប្អូនបាទម្នាក់ប្រុសនោះបត់កងាប់ស្លាប់នឹងបកគោភ្លើងផ្ទាំងសិលាបកគោភ្លើងនៅគេដាក់តាមខ្នងហ្នឹងនៅចើមគៀន
ចាងខ្នងពីបងាប់នឹងឯមកតោរួញមិនអាមករួញម្ដងម៉ាស៊ីនបងប្អូនបាទហើយស្រីម្នាក់នោះឡោមមកប្រហែលជា6 7 ម៉ែត្រទៅនៅឯគៀនបងកន្លែងម៉ាស៊ីនស្រូវគេបាទហើយម្នាក់ស្រីហ្នឹងថាបែកកលៀននឹងផ្លោកនោមបាទប្រហែលជាមិនរស់ទេហើយម្នាក់ប្រុសហ្នឹងបាក់កបែកក្បាលផុងអាលាងាប់នៅបកគោភ្លើងបត់ជាមួយម៉ូតូហ្នឹងប្រហែលបងបាទចឹងន័យថាផ្លូវឥឡូវវាមានទ្រុងកណ្ដាលអញ្ចឹងគឺយើងប្រយ័ត្នតែកន្លែងផ្លូវឆ្លងបងប្អូនបាទឬយើងបើកលឿនមកណាក៏ដោយបងប្អូនមកដល់ផ្លូវឆ្លងគឺយើងប្រយ័ត្នបាទអញ្ចឹងបងប្អូនមានអីទេគឺមានតែសុំដល់ហើយបរោះស្ទីលយើងបាទហើយនឹងបងតកងឡានបាទក៏បងខ្សែគ្រឿងសង្វឹងឬមួយក៏បងបើកមួយគេនិយាយថាបងបើកមកយប់ហើយមកដល់ភ្លឺឡើងបងបើកគឺបងងូកបាទម៉ូតូយើងការប្រយ័ត្នតែបងអត់ប្រយ័ត្នងូកមកភាំងបាទខ្ញុំធ្លាប់ពុកម៉ែបងប្អូនធ្លាប់បើកនៅកណ្ដាលថ្នល់ម៉ូតូខ្ញុំទៅបងកណាញ់ខ្ញុំងូកមកភាំងឡើងចង់ចូលចើងថ្នល់ខ្ញុំចង់ធ្លាក់ស្នាមខ្លួនអញ្ចឹងមកភាំងយើងមកគាត់មកទាញយើងមកវឹកហ្នឹងពុកម៉ែបងប្អូនបាទអញ្ចឹងត្រង់ហ្នឹងឲ្យដល់គ្រោះថ្នាក់ដែលមើលមិនឃើញមួយប្រព្រឹត្តភ្នែកមកចឹងដូចថាគ្រឿងសង្វឹងអញ្ចឹងដែរគឺបងបើកបរលឿនដោយសារគ្រឿងសង្វឹងបញ្ជាយើងពុកម៉ែបងប្អូនមកអញ្ចឹងបងជួយគោរពច្បាប់ចរាចរណ៍បន្តិចទៅខាងបងតកងរថយន្តឬមួយក៏ប្អូនស្ទីលយើងហ្នឹងគាត់ទៅការរោងចក្រហ្នឹងបានឃើញស្លាប់ច្រើនណាស់ពុកម៉ែបងប្អូនមកឥឡូវមិនដែលក្មេងណាទៅហៅសពចាស់ទេពុកម៉ែបងប្អូនភាគតិចណាស់គឺចាស់មកហៅសពក្មេងគឺភាគច្រើនមកដោយសារអីដោយសារគាត់ប្រហើនមកគាត់ដូចជាសត្វមមាញឹកចឹងបើកមិនខ្លាចដូចថាហើមិនខ្លាចភ្លើងគាត់បើកម៉ូតូមិនខ្លាចឡានបាទអញ្ចឹងវាចាស់តែងប្រៀបធៀបថាក្មេងដូចសត្វមមាញឹកមិនខ្លាចភ្លើងអញ្ចឹងមិនខុសទេចាស់ប្រៀបធៀបត្រូវហើយបើកម៉ូតូមិនខ្លាចឡានបុកស្លាប់បាទហើយឥឡូវបុកភងគឺអត់រស់ទេបងប្អូនមកបើមិនបាក់ដៃដាច់ជើងបែកក្បាលពិការមួយជីវិតឬមួយក៏ស្លាប់ភ្លាមនៅនឹងកន្លែងបាទអញ្ចឹងអូនសុំមកចុងក្រោយនេះអូនសុំដល់តកងឡានឬមួយបងប្អូនបើម៉ូតូមកជួយគោរពច្បាប់ចរាចរណ៍មកខ្ញុំឃើញគ្រោះថ្នាក់ស្ដែងហើយមើលទៅវាអាក្រក់មើលណាបងប្អូនអញ្ចឹងយើងកំពុងតែមានរឿងរ៉ាវជាមួយប្រទេសគេកុំឲ្យគេរិះគន់ប្រទេសខ្មែរថាខ្មែរត្រឹមត្រូវណាបើកម៉ូតូប្រហើនឃើញតែបោះអស់ឃើញតែបើកលឿនបុកគ្នាងាប់បាទកុំឲ្យគេរិះគន់វាអាក្រក់មើលណាជួយលើកតម្កើងប្រទេសខ្មែរវប្បធម៌ខ្មែរបាទយើងគោរពគ្នាទៅវិញទៅមកនោះហើយជាភាពសុខសាន្តអញ្ចឹងវីដេអូវាមានតែប៉ុណ្្នឹងហើយបងប្អូនសូមអរគុណមកបើខុសឆ្គងកន្លែងណាសូមមេត្តាអភ័យទោសមកអញ្ចឹងជំរាបលាអរគុណដល់បាទ